លោកគ្រូជាអាជ្ញាកណ្ដាលលើតែមួយគាត់គ្រូគាត់ចំណុចអាជ្ញាកណ្ដាលខ្ញុំអត់ដែលគិតអីទេប៉ុន្តែគាត់ថាទូមួយចំនួនគាត់តែងតែចង់បានអាជ្ញាកណ្ដាលល្អឆ្នាំដើម្បីល្បីទូខ្លួនឯងប៉ុន្តែគាត់អត់ដែលគិតពីតម្លៃអាជ្ញាកណ្ដាលផងកីឡាករគេបានរាប់ពាន់រាប់ម៉ឺនដុល្លារសួរអាជ្ញាកណ្ដាលយកគាត់ទៅធ្វើមិនជិះពីប៉ុស្តិ៍មួយទៅប៉ុស្តិ៍មួយជិះពីប៉ុស្តិ៍មួយទៅមួយសូម្បីតែមួយរៀលលុយខ្មែរបានផងហ្នឹងនេះនិយាយតាមត្រង់អត់មានទេខ្ញុំទៅធ្វើជាមួយនឹងហាម៉ាត់នៅថ្ងៃមុននៅស្ថានីយ៍មួយហងមាសសូម្បីតែមួយរៀលអត់បានផងហ្នឹងខ្ញុំមកយករបបតាមក្រុមរបស់ខ្ញុំដដែលហ្នឹងហើយខ្ញុំចំណាយពេលវេលាជិះទៅជិះមកអស់សាំងតាទេខ្វះតែ100ចាក់តែ1លីត្រខ្វះតែ100អត់បានផងហ្នឹងអញ្ចឹងអត់ទេអាហ្នឹងកន្លែងហ្នឹងគួរតែស្ថានីយ៍មួយចំនួនគួរតែផ្ដល់តម្លៃឲ្យពួកខ្ញុំផងនិយាយត្រង់អញ្ចឹងមកផ្ដាំទៅពីលុតមកអត់ដែលបានមួយរៀលទេគេសួរថាគ្រូជាតិមកធ្វើហ្នឹងបានលុយច្រើនណាតាមពិតអត់មានមួយរៀលទេនេះបេះដូងគ្រូជាតិតែនិយាយគឺអត់កុហកទេរឿងប៉ិតបែរណាគ្រូជាតិឲ្យយក20រៀលចាក់សាំងអត់ទេមិនមើលឃើញតែលុយទេបងប្អូនសុំបញ្ជាក់មិនមែនមើលឃើញតែលុយតែបើអត់លុយនឹងធ្វើឲ្យអត់ចេញទេនិយាយប៉ុណ្ណឹងនេះជារឿងប៉ិតដល់ពេលនេះលោកគ្រូវាបានទទួលសំណើពីលុតនៅក្នុងការជួយចេះការទទួលសំណើមិនសំណើបើថាសំណើមកគឺនិយាយមួយប្រធានសហព័ន្ធប្អូនឆាយផ្ដាល់ហ្មងបានមកសូគឺទៀមទាលុយយើងហ្មងមិនបាច់ចាំបាក់អីច្រើនទេបើយើងស៊ីអាហ្វែដូចហងការហូបអីទៅមកទៅកុំឲ្យពិបាកយើងចង់បានល្បីផងយើងផ្ដាច់ពីក្រុមគេផ្ដាច់ពីក្រុមខ្ញុំដើម្បីឲ្យល្បីតែថានេះតើខ្ញុំមានតម្លៃអត់ក្រុមខ្ញុំមានតម្លៃអត់មានប៉ុណ្ណឹងគេសួរថាគឺជាតិទៅអូលុយគ្រប់ខ្ញុំថាតាមមួយរៀលអត់បានផងនេះផ្ដាំទៅពីលុតហ្នឹងហ្មងអត់ដែលបានមួយរៀលទេនិយាយតាមត្រង់ខ្ញុំមកស៊ីលុយតាមអីនេះខ្ញុំប្រញាប់ការងារខ្ញុំគាត់តែចេញពីហងវាខ្ញុំត្រូវទៅបាយ័នទៀតខ្ញុំជិះសឹងទាំងបុកគេបុកឯងដើម្បីឲ្យតែតន់កម្មវិធីហ្នឹងឃើញហ៎បានន័យថាឲ្យតម្លៃពួកអាញាកដាលផងម្ចាស់ថ្លៃអើយនិយាយតាមត្រង់ហ្មងមិនមែនតាឃើញតែលុយទេខ្ញុំចាក់សាំងខ្វះគេតែ100គេអត់ឲ្យគេអត់ប្រហែលជឿទៀតណាកន្លែងហ្នឹងនេះរឿងប៉ិតឲ្យសុំយល់តាមការគូពីបេះដូងគ្រូជាតិផង